ចាគ្រាន់តែស្ដាប់សំឡេងស្រួយនេះគឺចង់ដឹងពីរបៀបធ្វើឲ្យថៃគេតអញ្ចឹងក្នុងនេះគឺយើងមាន detail សម្រាប់របៀបធ្វើហើយគឺងាយស្រួលមែនតើហើយសម្រាប់គ្រឿងផ្សំអីនិយាយរួមទៅគឺអត់មានប្រើអីច្រើនទេមានតែទិញតែកាបោអំបិលគ្រូហើយនិងអំបិលម៉ត់យើងធម្មតាអីទេអញ្ចឹងនេះយើងដាក់កាបោហ្នឹងដាក់កាបោប្រហែលជាខ្ញុំទិញ1000ហ្នឹងដាក់ប្រហែលពាក់កណ្ដាលណាហ្នឹងហើយអញ្ចឹងយើងកូរវាឲ្យសព្វមកព្រោះឯស្វាយខ្ញុំដាក់មកល្មមដែរទេនេះដូចជាប្រហែលជា2គីឡូអីហ្នឹងណាហ្នឹងហើយដូចក្នុងវីដេអូហ្នឹងអញ្ចឹងហើយអំបិលនេះយើងលេងមើលទៅយើងដាក់អំបិលគ្រួសមកវែកដាក់អានោះ2វែកអីអញ្ចឹងណាហើយខ្ញុំអត់មានរបៀបដូចកន្លោអីអញ្ចឹងទៅដាក់ទៅរបៀបវាអត់លិចហ្នឹងហើយអញ្ចឹងទៅអត់លិចទៅពេលយើងទុកទៅមានអាខ្លះវាអត់ដល់សពទឹកហ្នឹងគឺវាខូចទៅវាទន់ណាអញ្ចឹងវាចេញអាស្អីគេនេះអញ្ចឹងអាណានៅក្រោមគឺវានៅល្អនេះដូចសាច់អានេះខ្ញុំពុះមើលនៅហឹងស្រួយឆ្ងាញ់ណាអញ្ចឹងអានេះយើងចាត់តាមរបៀបយើងមកទូធំអីស្ដើងអីយើងចង់ប្រឡាក់គ្រឿងក្លុកអីយើងតាមហ្នឹងណាប៉ុន្តែជាស្ដែងគឺវារៀងប្រៃអញ្ចឹងយើងគឺបន្ថែមតាស្ករខ្ញុំបន្ថែមតាស្កររៀងសប់មកឲ្យដាក់អំបិលអីsorry ដាក់ប៊ីចេងអីតិចតួចអញ្ចឹងណាអញ្ចឹងយើងក្លុកឲ្យដាក់ក្នុងទូទឹកកកមកស្ទុះទៅវាត្រជាក់ញ៉ាំមក